សួស្តីអំពុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់សួរពុកម៉ែបងប្អូនទាំងអស់គ្នាថាតើរុក្ខជាតិមួយនេះដំណាំមួយនេះជាសាឡាត់ឬក៏ជាជីក្រហមអញ្ចឹងណាពួកអីមីរបស់ខ្ញុំគាត់បានខ្ញុំថាវាជាសាឡាត់អញ្ចឹងទៅដល់ពេលម៉ាក់ក្មេងខ្ញុំគាត់ឃើញគាត់ថានឹងជាជីក្រហមទេអញ្ចឹងណាគាត់ជាអ្នកដាំដំណាំរាប់ឆ្នាំហើយតែពេលអញ្ចឹងខ្ញុំមិនដឹងថាខ្ញុំគួរជាមួយណាប៉ុន្តែសម្រាប់បន្លែហ្នឹងគឺអាចយកទៅស្លយកទៅស្ងោរឬក៏ពេលខ្លះខ្ញុំស្រស់មីក៏ខ្ញុំកាត់ដាក់ដែរអញ្ចឹងណាតែដើមវារឿងក្រហមស្លឹកបៃតងអញ្ចឹងទៅម៉ាក់ខ្ញុំគាត់និយាយថាជីក្រហមដូចជាមួយយ៉ាងដែរប៉ុន្តែអ៊ីគាត់ថាសាឡាត់អញ្ចឹងណាពេលអញ្ចឹងអត់ដឹងថាច្បាស់មួយណាបើសិនពុកម៉ែបងប្អូនស្គាល់បានដឹងឬក៏យ៉ាងណាអាច comment នៅក្នុងវីដេអូនេះបានជួយប្រាប់ខ្ញុំផងនេះផងដែរគឺខ្ញុំបានកាត់វាយកទៅស្ងោរសាច់ជ្រូកដូចយើងស្ងោរផ្ទីស្ងោរអីចឹងទៅគឺបានច្រើនគួរសមដែរនេះជាដំណាំទីទួយសម្រាប់ខ្ញុំដាំមុខផ្ទះសម្រាប់យើងបានមកពេលសម្រាប់ស្លសម្រាប់អីខ្ជិលទៅផ្សារអីចឹងទៅពេលខ្លះរួចមកគ្រាដែរនេះបងប្អូនទាំងអស់គ្នាគឺមើលទៅតងវាក្រហមអញ្ចឹងឯងស្លឹកវាតូចទេតែខ្ញុំមិនដឹងថាសាឡាត់ឬក៏ជីក្រហមទេកំពុងធ្វើការបេះស្លឹកចេញព្រោះដើមវាចាស់ណាស់ញ៉ាំបានតែស្លឹកទេ Hello ô này chập đây kia chập ý kia một đây haiចានេះហើយគឺការបេះយើងត្រូវបេះស្លឹកដើម្បីយកធាងយកតងវាចេញអញ្ចឹងណានេះបងប្អូនគឺយើងបេះហើយអញ្ចឹងអត់មានធាងអត់មានតងទេហើយយើងស្ងោរញ៉ាំធម្មតាអញ្ចឹងណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនណាគាត់អាចដឹងជួយប្រាប់ខ្ញុំនៅក្នុង comment ហ្នឹងអញ្ចឹងណាអំពុំមានទាំងអស់គ្នាបាយបាយអរគុណជម្រាបលា